បាទស្រីបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងតាមដានតទៅនឹងរឿងខ្មោចម្ដងហើយរឿងនេះបានមកពីប្អូនប្រុសម្នាក់បានផ្ញើមកអេដមីនឲ្យជួយនិយាយឲ្យបានបងប្អូនស្ដាប់ទស្សនាគឺក្រោយពេលកូវីដនេះបាទហ្នឹងហើយអញ្ចឹងចាំឲ្យខាត់ពេលយូរបងប្អូនទៅតាមស្ដាប់ទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងរឿងហ្នឹងប្អូនមករាគាត់បានប្រាប់ថាហ្នឹងហើយរឿងនេះកន្លងទៅឆ្នាំ2022កាលនោះខ្ញុំបាទចុះបេសកកម្មដោយជិះម៉ូតូម្នាក់ឯងទៅតាមស្រុកខ្ញុំបានធ្វើដំណើរតាមទំនប់ទឹកមួយជាកន្លែងខ្ញុំតែងតែឆ្លងកាត់ឲ្យតែទៅដល់ស្រុកនោះប៉ុន្តែថ្ងៃនេះហាក់ដូចជាចម្លែកណាស់ព្រោះរាល់ដងពេលខ្ញុំជិះកាត់មិនដែលឃើញមានអ្នកលក់តែបៃតងអីទេខ្ញុំគិតថាគេទើបមកលក់ទេដឹងមិនបងអាក់ពេលវេលាខ្ញុំបន្តទៅបេសកកម្មរហូតរួចរាល់ទើបត្រឡប់មកវិញពេលធ្វើដំណើរតាមផ្លូវមេឃស្រាប់តែក្តៅខ្លាំងចម្លែកខ្ញុំក៏សម្រេចចិត្តឈប់សម្រាកនៅទីតាំងទំនប់ទឹកនោះពេលសម្រាកបានមួយស្របក់ក៏ចាប់អារម្មណ៍តូបលក់តែបៃតងមួយម្យ៉ាងស្រេកទឹកផងក៏ទៅទិញហូបប៉ុន្តែអ្វីដែលកាន់ចម្លែកស្រាប់តែឃើញមេឃប្រែជាខ្មៅភ្លាមដូចបំរុងភ្លៀងធំអញ្ចឹងខ្យល់ក៏ខ្លាំងទៀតពេលខ្ញុំទៅដល់តូបអ្នកលក់ខំមើលទៅអ្នកលក់គាត់ជានារីអាយុប្រហែលជា20ឆ្នាំកំពស់ល្មមសៀកខោខូប៊យរឹបរៀងនិងពាក់អាវយឺតពណ៌សមានលាយរូបផ្កាលឿងបន្តិចខ្ញុំក៏បានសន្ទនាជាមួយគាត់សួស្តីចាខ្ញុំចូលចិត្តហៅស្រីអញ្ចឹងចាខ្ញុំចង់ញ៉ាំអីដែរបងចាមានលក់កាហ្វេទេមានតាបងប៉ុន្តែខ្ញុំមិនចេះហូបកាហ្វេដាក់ដូងក្រអូបទេឥឡូវខ្ញុំយកបាកាសមួយវិញចាខ្ញុំបានគាស់បាកាសរួចផឹកបណ្ដាបានសាកសួរបណ្ដាព្រោះខ្ញុំប្លែកចិត្តឃើញគាត់មកលក់តែឯងតាមផ្លូវស្ងាត់ក៏ស្ងាត់កំពុងតែសួរស្រាប់តែឮសំឡេងមនុស្សស្រីស្រែកឲ្យជួយផងខ្ញុំក៏សែភ្នែកទៅតាមសំឡេងស្រាប់តែឃើញចែអ្នកលក់និងកំពុងតែលង់ទឹកនៅទំនប់ខ្ញុំក៏រៀងភ្ញាក់ព្រឺតមិនក៏ចែនឹងទៅលង់ទឹកវិញក្រែងនៅលក់ឲ្យខ្ញុំតាភ្លាមនោះខ្ញុំបានគិតច្រើនក៏ស្ទុះទៅជួយតែជាអកុសលខ្ញុំជាមនុស្សមិនចេះហែលទឹកខ្ញុំមិនហ៊ានលួចទៅជួយទេបានត្រឹមតែរកឈើវែងដើម្បីដាក់ឲ្យគាត់តោងប៉ុន្តែមិនបានផលសោះព្រោះទឹកទំនប់ហូរខ្លាំងហើយជ្រៅទៀតខ្ញុំក៏រត់ទៅរកម៉ូតូជិះទៅផ្ទះគេក្បែរនោះដើម្បីជួយគ្នាប៉ុន្តែមិនទាន់បានជិះម៉ូតូផងស្រាប់តែខ្យល់បក់យ៉ាងខ្លាំងមេឃខ្មៅលើសដើមហើយស្រាប់តែប្រែងងឹតឆឹងសឹងតែមើលអ្វីមិនយល់ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាំងដែរប៉ុន្តែខ្ញុំព្យាយាមតាំងចិត្តឲ្យរឹងមាំព្រោះខ្លាចមានរឿងអ្វីមិនល្អខ្ញុំក៏ព្យាយាមស្រវាលើកម៉ូតូឲ្យបញ្ឆេះតែវាមិនឆេះសោះខ្ញុំមានអារម្មណ៍ដឹងមានរឿងអ្វីហើយខ្ញុំក៏មើលទៅចែលក់ស្រាប់តែបាត់គាត់ឆឹងតូបក៏បាត់ទៀតខ្ញុំដឹងយ៉ាងច្បាស់ថាខ្មោចប្រកាសហើយខ្ញុំក្រឡេកទៅមើលបាកាសខ្ញុំស្រាប់តែខ្លាចជាដបទឹកសុទ្ធទៅទេនោះយ៉ាងម៉េចទេយ៉ាងម៉ាទេខ្ញុំខ្យល់បក់កាន់តែខ្លាំងស្របដឹងសំឡេងស្รึបមកក្បែរត្រចៀកខ្ញុំក៏ក្រសែភ្នែកខំមើលសម្លឹងសំឡេងនោះស្រាប់តែឃើញសក់យ៉ាងវែងទម្លាក់គ្របមកលើក្បាលខ្ញុំមិនអាចរើសទៅណារួចហាក់ដូចជាមានអ្វីចាប់ជើងជាប់ពេលនោះខ្ញុំតរតម្រេះក៏ព្យាយាមតាំងចិត្តឲ្យមាំហើយក៏ដឹងគុណមេដាបិតាគុណបាអាចារ្យគុណព្រះរតនត្រ័យដោយទន្ទិញមាត់ថាមេដាគុណបិតាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃគុណដោយអំណាចនៃសេចក្តីល្អនិងអំណាចនៃព្រះពុទ្ធព្រះធម៌សូមជួយឲ្យខ្ញុំរួចពីទុក្ខមួយនេះផងក្រោយពីឧទ្ទិសរួចស្រាប់តែមេឃខ្យល់និងបាត់សក់នោះដែរហើយមេឃក៏ចាប់ផ្ដើមស្រឡះមកធម្មតាវិញ
ពេលនោះទើបខ្ញុំដឹងថាតាមពិតខ្ញុំមិនមែនជិះម៉ូតូតែឯងណាខ្ញុំស្ទើរតែធ្លាក់ចូលទំនប់ទឹកបាត់ហើយភ្លាមនោះខ្ញុំបានពូម្នាក់បើកគោយន្តមកតាមផ្លូវក៏ស្រែកហៅឲ្យគាត់ជួយសំណាងល្អណាស់ដែលគាត់បានឮនិងបានចុះមកជួយទាញខ្ញុំឡើងទៅវិញគាត់សួរខ្ញុំបានរៀបរាប់តាមហេតុការណ៍ដែលបានប្រាប់គាត់បានឲ្យប្រយ័ត្នប្រយែងព្រោះអ្នកនៅម្ដុំនេះនរណាក៏ធ្លាប់ជួបធ្លាប់ឃើញដែរតាំងពីពេលនោះមកគ្រប់កន្លែងដែលខ្ញុំទៅឲ្យឃើញស្ថានភាពមិនស្រួលខ្ញុំនឹងចាក់ចេញឬទៅរកកន្លែងមានមនុស្សច្រើនកភ្លាមបាទរឿងហ្នឹងពេលហ្នឹងបងប្រុសហ្នឹងក៏បានមកស្រោចទឹកនៅវត្តឲ្យលោកប្រុសព្រំឲ្យហ្នឹងហើយស្រោចទឹកឲ្យក៏ឃើញខ្មោចឲ្យក៏ឃើញពួកអមនុស្សហ្នឹងហ្នឹងហើយបងហើយប្អូនហ្នឹងក៏បានឲ្យខ្ញុំនិយាយរឿងតែគាត់បានជួបបានហ្នឹងហើយបើសិនជាបងប្អូនពេញចិត្តជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននឹងរឿងនិយាយរឿងខ្មោចថ្មីហើយបើសិនជាបងប្អូនមានរឿងជួយ comment ផងបាទនឹងខ្ញុំនឹងអានជូនបាទអរគុណច្រើនជម្រាបលា